មានស្រីស្រីជាភរិយាគេនឹងលោភផឹកស្រាណាផឹកស្រាចឹងទៅប្តីបដៅមិនបានដល់បដៅមិនបានក៏ស្រោះស្រួលគ្នាយកប្រពន្ធហ្នឹងយកទៅផ្ញើលោកយាយវិសាខាសរុបទៅយកប្រពន្ធមួយម្នាក់ទៅផ្ញើលោកយាយវិសាខា500ប្រពន្ធនោះច្រើនណាដើម្បីអីដើម្បីឲ្យលោកយាយវិសាខានឹងជួយណែនាំព្រោះដឹងថាលោកយាយវិសាខាជាស្រីល្អបញ្ចពិតកល្យាណនោះជាបាសិកាល្អដល់យកទៅដើរលេងសួនច្បារតែបងណាសុំទៅដើរលេងសួនច្បារដាក់កពុកស្រាតាមហប៉ៅទៅថ្នាក់ទៅដល់ផឹកអលេអាឡូពេញនឹងឯងនាងនឹងក៏ស្ដីបដៅថានាងក៏គួរតែដឹងហើយថាយើងជាសាវករបស់ព្រះសម្មាសម្ពុទ្ធបើនាងទាំងឡាយដើរតាមយើងធ្វើមេរយាទអញ្ចឹងមិនមែនអាប់អន់កិត្តិយសខ្ញុំទេគឺអាប់អន់កិត្តិយសដល់ព្រះសម្មាសម្ពុទ្ធទៀតផងពីព្រោះគេនឹងយល់ច្រឡំថាសាវករបស់ព្រះពុទ្ធនឹងអញ្ចឹងឯងឃើញទេអញ្ចឹងនាងទាំងឡាយនឹងមិនតន់ដាក់ខ្លួនថាជាអ្នកកាន់ពុទ្ធសាសនាឬក៏គោរពធម៌អាដល់នៅបរតនត្រ័យជាទីពឹងទេប៉ុន្តែដើរតាមលោកយាយវិសាខាដែលលោកយាយវិសាខាល្បីថាជាពុទ្ធុបដ្ឋាយិកាឃើញទេជាឧបថាផ្នែកស្ត្រីឧបដ្ឋាយិកាអ្នកណាក៏ដឹងថានាងជាអ្នកចិត្តស្និទ្ធជាមួយនឹងព្រះរតនត្រ័យអញ្ចឹងបើអ្នកដើរតាមនាងនឹងសិតតែផឹកស្រាអញ្ចឹងល្អទេហ្នឹងហើយអញ្ចឹងវាមិនមែនខូចកិត្តិយសសម្រាប់តែនាងវិសាខាឬក៏អ្នកនោះទេគឺអាប់អន់កិត្តិយសសម្រាប់ពុទ្ធសាសនាទៀតផងនាងនិយាយប៉ុណ្ណឹងនិយាយអញ្ចឹងតែអាត្មាលើកតែបន្តិចប៉ុណ្ណឹងទេមិនលើករឿងទាំងអស់ទេយើងស្ដាប់ញឹកឲ្យរឿងហ្នឹងប៉ុន្តែចង់និយាយថាខ្លួនយើងម្នាក់ក្នុងនាមជាឧបាសកឧបាសិកាជាព្រះសង្ឃណាទោះបីជាយើងមិនបានកើតនៅក្នុងផ្ទៃតែមួយប៉ុន្តែយើងទាំងឡាយសុទ្ធតែបានយកព្រះសម្មាសម្ពុទ្ធជាទីពឹងទុកព្រះអង្គដូចជាបិតាអញ្ចឹងបើយើងទុកព្រះអង្គជាបិតាយើងមិនខ្លាយជាបងប្អូនមិនអញ្ចឹងទាំងអស់គ្នាព្រះសង្ឃនិងញាតិញោមពុទ្ធបរិស័ទនឹងអញ្ចឹងអាត្មាចង់និយាយពីសាច់ញាតិបងប្អូនបន្តិចណាតើបងប្អូនដែលស្រឡាញ់គ្នាយ៉ាងណាទៅដែលហៅថាបងប្អូនស្រឡាញ់គ្នានៅក្នុងក្រុមគ្រួសារមួយវាមិនដែលថាកូនក្នុងក្រុមគ្រួសារសិតតែកូនល្អទេមែនទេហ្នឹងហើយប៉ុន្តែបើបងប្អូនដែលស្រឡាញ់គ្នាមែនទេណាចូលចិត្តនិយាយដើមបងប្អូនឯងប្រាប់អ្នកដទៃទេស្រឡាញ់ទេនិយាយទេបើនិយាយស្រឡាញ់ទេមកពីអត់ស្រឡាញ់ទៅនិយាយមែនទេបើស្រឡាញ់មិននិយាយទេមានតែព្រួយមានតែជួយលាក់ទៅទៀតនោះធ្វើម៉េចដើម្បីជួយកែប្អូនអញឬក៏កូនអញហ្នឹងដើម្បីកុំឲ្យវាប្រព្រឹត្តអញ្ចឹងតទៅទៀតហើយថាមិនឲ្យធ្វើហ្នឹងមិនមែនដោយព្យាបាទទេគឺថាចង់ឲ្យល្អដោយគំនិតឯណានេះមួយហ្នឹងហើយអញ្ចឹងបានសពថ្ងៃញាតិញោមអាត្មាមិនសូវដែលឮអ្នកកាន់សាសនាដទៃនិយាយដើមអ្នកកាន់ពុទ្ធសាសនាទេពីព្រោះគេអត់សូវដឹងរឿងអ្នកដែលនិយាយនៅក្នុងពុទ្ធសាសនាគឺអ្នកទៅវត្តនឹងឯងពីព្រោះអ្នកកាន់សាសនាដទៃគេថាអ្នកដែលបន្តសាសនាអ្នកឯងមិនមែនខ្ញុំទេគឺគ្នាអ្នកឯងគេថាអញ្ចឹងខ្មាស់គេទេខ្មាស់គេទេអ្នកនិយាយដើមលោកគឺយាយនឹងឯងមិននាងនៅក្នុងការ៉ាអូខេមកនិយាយដើមលោកទេនាងនោះបានអីនិយាយបើគ្នាមិនដឹងផងហ្នឹងមានតែទៅវត្តឯណាមែនទេជាអមែនហ្នឹងហើយបេះដូងសន្តិភាពវាមិនអាចរឿងរ៉ាវទាំងឡាយចប់ដោយគ្រាន់តែនិយាយដោយសប្បាយចិត្តអំពីទោសកំហុសអ្នកដទៃទេវាមានតែអង្គុយនិយាយគ្នាអញ្ចឹងមែនណារឿងហ្នឹងវាអញ្ចឹងមែនណាអធិករណៈសមថៈដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងមាន7ចំណុច
គឺយកការប្រជុំគ្នាជាសំខាន់ស្អីក៏ដោយគឺយកការសួរគ្នាប្តីប្រពន្ធក៏ដោយបើត្រឹមតែលឺពីនេះពីនោះហើយចេះតែជឿគ្នាបន្តិចបែកគ្នាឲ្យមិននៅទេហ្នឹងពីព្រោះមនុស្សណាញាតិញោមត្រូវតែមានសន្តានជាមនុស្សពីព្រោះមនុស្សដោយច្រើនមិនសូវចេះត្រេកអរនឹងគេបានសុខទេបើនៅក្នុងនាមជាមនុស្សអាឡ័យទៅជឿពាក្យគេហើយឆ្លោះគ្នាឯងអានឹងគេហៅថាមនុស្សខួរក្បាលមន់វាអត់ចេះទាស់គ្នាទេនៅពេលដែលគេចាប់អាឈ្នះលៀបស្ខ្យូងអាចាញ់ជលមនុស្សយើងដែលត្រូវរើគ្នាស្រាប់តែគេចុចតនេះចុចតនោះហើយក៏ទាស់គ្នាតាមពាក្យគេចុចមនុស្សនឹងគេហៅថាមនុស្សខួរក្បាលមន់យល់ទេហើយធ្លាប់ទេហ្នឹងហើយរឿងទាស់គ្នាដោយច្រើនខឹងគ្នាដោយច្រើនមិនសូវបានមកជេរគ្នានឹងមុខទេមនុស្សយើងណាអត់សូវទេអាត្មាលើករឿងមួយចាស់រឿងបុរាណយើងច្រើននិយាយណារឿងហង្សមួយខ្លួនមួយក្បាលពីរស្រឡាញ់គ្នាពេកឲ្យវាកើតមកឲ្យខ្លួនជាប់គ្នាតែហ្មងទៅហើយក្បាលពីរប៉ុន្តែដល់គេខ្សឹបខាងនេះបន្តិចខាងនេះបន្តិចខាងនេះបន្តិចយូរប្រហែកខ្លួនឯងឲ្យវាដាច់ពីគ្នាហើយហែកហើយមិនហែកហើយមិនងាប់ឲ្យស្លាប់ហ្នឹងហើយដូចពីខកពីរអង្គដែលលោកស្រឡាញ់គ្នាញាតិញោមមួយជាមហាថេរមួយទៀតជាអនុថេរហ្នឹងហើយដល់តែទៅនៅវត្តមួយហ្នឹងមានចាតិកានៅនឹងចាតិកាហ្នឹងគ្រប់គ្រងតែម្នាក់ឯងចាតិកាខ្លួនឯងតែម្នាក់ហ្នឹងជាចៅអាវាសអ្នកមើលការខុសត្រូវដល់តែភិក្ខុអូសំទោសណាដល់តែពីរអ្នកមហាថេរនិងអនុថេរហ្នឹងលោកទៅនៅតំណឹងដែរអាត្មាដូចចង់ច្រឡំបន្តិចភិក្ខុមួយអង្គទៀតដូចជាមិនមែនចៅអាវាសទេដូចជាលោកមកថ្មីទេប៉ុន្តែដល់តែមកនៅទៅក៏គិតថាពេលដែលលៀបកើតឡើងណាពេលដែលលៀបកើតឡើងមានអ្នកដតីនៅនឹងដែរអញដូចជាវាមិនបានទាំងអស់បើលោកពីរអង្គនេះចេញពីនឹងអ្នកណាប្រកេនអីបានលើអញទាំងអស់អញ្ចឹងធ្វើម៉េចណោះដើម្បីឲ្យលោកពីរអង្គនឹងចេញគិតទៅមានតែវិធីមួយទេមានតែឲ្យទាស់គ្នាណាបែកបាក់សាមគ្គីទៅប្រកាសជាចេញរៀងខ្លួនណាអញ្ចឹងដំបងឡើយទៅស្ទាបស្ទង់មើលទៅសួរមហាថេរសួរថាម៉េចលោកម្ចាស់តើលោកម្ចាស់ស្រឡាញ់អនុថេរទេអូខ្ញុំកណាស្រឡាញ់លោកដូចប្អូនបកើតចឹងអត់តន់ថាអីទេទៅសួរអនុថេរទៀតចុះលោកម្ចាស់ស្រឡាញ់មហាថេរទេខ្ញុំកណាគោរពលោកដូចបងបកើតចឹងសួរឲ្យក៏ហីទៅសួរបន្តិចសួរទៀតសួររហូតដល់អ្នកទាំងពីរសង្ស័យថាម៉េចបានចេះតែសួរអញ្ចឹងសួរមហាថេរទៀតមហាថេរថាម៉េចបានចាំបាច់ទៅសួរអញ្ចឹងបើប្រាប់ហើយក៏បង្ហើបបន្តិចថាបើលោកម្ចាស់ស្រឡាញ់ប៉ុន្តែម៉េចក៏អនុថេរនិយាយអញ្ចឹងណោះបង្ហើបប៉ុណ្ណឹងក៏ឈប់ទៀតទៅសង្ស័យនិយាយម៉េចអនុថេរនិយាយពីកណាម៉េចអើយខ្ញុំកណាមិនចង់និយាយទេណាអ្នកមនុស្សបង្ហើបឲ្យអត់និយាយណាធ្វើឲ្យគេឃ្លានអាហ្នឹងទៅខាងអនុថេរក៏អញ្ចឹងដែរអនុថេរតាមដេញថាចាំមិនបានចាំបាច់សួរអញ្ចឹងខ្ញុំកណាមិនចង់និយាយទេដល់យូរទៅក៏បង្ហើបបន្តិចថាលោកម្ចាស់ស្រឡាញ់មហាថេរអញ្ចឹងមិនក៏មហាថេរនិយាយអញ្ចឹងណោះនិយាយមិនចុះមិនឡើងមិនចុះមិនឡើងសួរដេញដល់សួរដេញទៅប្រាប់មហាថេរថាកណាតាមពិតមិនចង់និយាយទេបើគ្រាន់ថាឃើញលោកម្ចាស់ស្លូតបូតអីចឹងទៅនិយាយទៅឲ្យដឹងខ្លួនលោកម្ចាស់ស្រឡាញ់គេមែនហើយប៉ុន្តែអនុថេរវិញណាលោកថាលោកម្ចាស់នឹងជាមនុស្សពិបាកបំរើមិនចេះគប់ចិត្តទេហ្នឹងហើយថាប៉ុណ្ណឹងអនុជឿពាក់កណ្ដាលសិនចាំមើលទៅចុចខាងអនុថេរទៀតប្រាប់អនុថេរថាខ្ញុំកណាអាណិត
ព្រះអង្គទេបាននិយាយប្រាប់នឹងមហាទេលោកថាអវសោអីហ្នឹងជាមនុស្សមិនសូវល្អទេប្រាប់ខ្ញុំកណាមិនឲ្យខ្សែគប់ទេហើយកុំជឿកណាអីក្រែងលោកណាប្រាប់ទៅដឹងវាមិនច្បាស់គ្រាន់តែសង្កេតពិនិត្យខ្លួនឯងទៅអញ្ចឹងម្នាក់ទាំងពីរនាក់ហ្នឹងអស់ទំនុកចិត្តគ្នាចាំមើលសិនមិនតាន់ជឿទាំងអស់ទេមើលសិនមើលទៅតាំងពីនឹងមកមិនសូវម៉ត់មិនសូវករគ្នាឃើញទេចាប់រអៀសគ្នាដល់ពេលរអៀសគ្នាគិតថាអូអវសរកន្តកៈលោកនិយាយត្រូវមែនណាត្រូវមែនដល់តែលើកមួយនោះមហាថេរលោកមកពីបិណ្ឌបាតអនុថេរនឹងគិតថាអញវាក្មេងជាងសុកចិត្តទៅទទួលបាតចុះម្ដងនឹងទៀតចុះដល់ពេលមហាថេរឃើញអនុថេរចង់ទៅទទួលអួលពីក្នុងមកហ្មងអត់ឲ្យទទួលដល់អត់ឲ្យទទួលនេះក៏ងាកមកវិញមកម្នាក់តលិចម្នាក់តកើតឈប់ជួបគ្នាអស់60ឆ្នាំហ្នឹងអញ្ចឹងសួរថាទាំងពីរនាក់នឹងបានសួរគ្នាទេឆ្លោះគ្នាឃើញទាំងពីរនាក់នឹងខួរក្បាលមន់អត់អាត្មាថាអញ្ចឹងចុះលោកពីរអង្គនឹងខួរក្បាលមន់យើងឥឡូវក៏សម្បូរមនុស្សខួរក្បាលមន់នឹងឆ្លោះគ្នាដោយច្រើនស្អប់គ្នាដោយច្រើនមិនដែលបានលឺផ្ទាល់ខ្លួនទេមិនដែលបានលឺផ្ទាល់ខ្លួនទេបានសួរមួយម៉ាត់ថាវាអញ្ចឹងមែនណាអត់អញ្ចឹងទៅឆ្លោះគ្នានឹងហើយកាលនោះមនុស្សអាយុវែងសម័យព្រះសម្មាសម្ពុទ្ធកាសបៈដល់ជួបគ្នាកប់ជួននេះមកជួបគ្នាកាលណាឃើញមុខគ្នាបែររៀងខ្លួនហ្មងខឹងនៅដូចនៅថ្មីអញ្ចឹងប៉ុន្តែអនុថេរលោកតូចចិត្តលោកថាខំបំរើលោកដូចជាបងបង្កើតតាំងពីយូរមកមិនសមណាលោកធ្វើអញ្ចឹងដែរអញសោះឥឡូវដាច់ចិត្តកាត់គេកាត់ខ្មាស់សួរម្ដងទៀតចាថ្វាយអង្គមហ្មងថ្វាយអង្គមឯនោះបែរមុខចេញថ្វាយអង្គមពីមុខទៀតមើលឥឡូវមិនបាច់បែរមុខចេញទេនិយាយគ្នា2 3ម៉ាត់បើថាមិនចាំឈប់និយាយលោកថាលោកសួរថាលោកម្ចាស់កណាខុសអីបានលោកមហាថេរថាចឹងលោកកណាមានថាព្រះអង្គឯងខុសអីលោកថាហេតុអីបានជាលោកម្ចាស់និយាយដើមខ្ញុំកណាអនុថេរនិយាយណាហេតុអីបានជាលោកម្ចាស់និយាយដើមខ្ញុំកណាទេកណាមាននិយាយដើមព្រះអង្គឯណាហើយមហាថេរសួរវិញចុះអវសរឯងមិនក៏និយាយថាកណាជាមនុស្សបាក់បំរើហ៎កណាមាននិយាយណាទៅដឹងគ្នាអូឯងនេះភ្លើចាញ់បោកលោកនោះឃើញទេដល់តែនិយាយគ្នាបានដឹងប៉ុន្តែដឹងឲ្យមនុស្សវាឈឺចិត្តណាដំណរដែលវាតហើយថាស្រឡាញ់គ្នាវិញក៏វាមិនដូចដើមដែរឃើញទេម្នាក់ក៏ប្រកាន់រៀងខ្លួនដែរថាមិនសមណាគ្រាន់តែពាក្យគេបន្តិចខឹងអញសោះនោះក៏គិតចឹងដែរបើស្មោះពិតមិនក៏មិនសួរមួយម៉ាត់មែនទេចឹងមែនទេសបោអញ្ចឹងទេសបោណាមនុស្សតែគេចុចខាងនេះផងខាងនោះផងឲ្យឲ្យសង្កេតមនុស្សវារអៀសខ្លួនហើយដល់រអៀសខ្លួនមើលទៅវាលេងស្និទ្ធស្នាលអូអញ្ចឹងមែនណាមនុស្សយើងភាកច្រើនអញ្ចឹងក្នុងក្រុមគ្រួសារក៏ដោយអញ្ចឹងហើយបានជាឪពុករបស់លោកយាយវិសាខាប្រាប់ថាកំណំភ្លើងក្រៅចូលក្នុងកំណំភ្លើងក្នុងចេញក្រៅនោះដើម្បីរក្សាសេចក្តីសុខនោះរឿងចំនួនតោះតេងគ្នាដោយច្រើនមកគិតតែប្រហែលជា 90% ដែលមនុស្សឈប់រាប់អានគ្នាដែលមនុស្សរអៀសចិត្តនឹងគ្នាគឺមិនដែលបាននិយាយផ្ទាល់ខ្លួនថាសួរថាមែនឬក៏មិនមែនអត់ហើយសួរថាធ្វើអញ្ចឹងយើងបានប្រតិបត្តិតាមធម៌របស់ព្រះអង្គទេអត់ទេចំនួនថ្នាក់ណាក៏ដោយឲ្យតែមនុស្សព្រមអង្គុយនិយាយគ្នាព្រះអង្គសម្ដែងអញ្ចឹងនៅក្នុងអធិករណសមថៈព្រមព្រៀងប្រជុំព្រមព្រៀងលើកអង្គប្រជុំណានៅក្នុងចុងប៉ាតែមកមើលទោះបីជាចំនួនដល់ណាក៏ដោយក៏អាចដោះស្រាយបានក្នុងโลกនេះគ្មានរឿងអីដែលថាដោះស្រាយមិនបានទេដោះស្រាយមិនបានតែរឿងងាប់មួយឯងរឿងស្លាប់មិនមានណាទប់បានណាប៉ុន្តែបើថាចំនួនឬគល់នៃចំនួនកើតពីអីញាតិញោមឬគល់នៃចំនួនវាកើតអំពីអស្មិមេនៈមែនទេណាកើតអំពីអស្មិមេនៈកើតអំពីបដិខៈ
ចុះក្រែងធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមានបដិបទាដើម្បីកម្ចាត់បងនៅអកុសលធម៌អញ្ចឹងបើមនុស្សនោះពិតជាប្រតិបត្តិដើម្បីកម្ចាត់បងអកុសលធម៌មែនសួរថាតើវាមានឫសគល់នៃការឆ្លោះនៅក្នុងចិត្តអត់ឬគល់នៃការឆ្លោះត្រូវកម្ចាត់ដោយកុសលអញ្ចឹងមនុស្សណាក៏ដោយឲ្យតែមានចិត្តឆ្លោះខណៈនឹងអត់មានកុសលទេកុំអួតថាខ្លួនឯងល្អឲ្យតែមានចេតនាតាំងចិត្តឆ្លោះក្នុងចិត្តវាអត់ល្អទេពីព្រោះចិត្តឆ្លោះគឺទោសៈចិត្តយើងសិក្សាទៅគឺទោសៈមូលចិត្តឃើញអ្នកដតីនឹងអាក្រក់មកលើខ្លួនចេះចុះចិត្តដែលល្អនោះគឺផ្សាយមេត្តាទៅគ្រប់សត្វទាំងឡាយនឹងចឹងនៅក្នុងโลกនេះសួរថាព្រះសម្មាសម្ពុទ្ធព្រះអង្គឆ្លោះជាមួយនរណាខ្លះព្រះអរហន្តក្ខីណាស្របព្រះអង្គឆ្លោះជាមួយនរណាខ្លះអត់មានទេនៅក្នុងពពួកសត្វក្នុងប្រតិយរបស់ព្រះសម្មាសម្ពុទ្ធគ្មានអ្នកណាអាក្រក់សម្រាប់ព្រះអង្គទេពីព្រោះអីព្រះអង្គមើលធ្លុះទៅវាឃើញតែកិលេសវាអត់ឃើញសត្វលោកទាំងអស់ដកតែកិលេសមួយគឺល្អហើយឧទាហរណ៍នៅក្នុងមនុស្សម្នាក់ដែលធ្លាប់តែជានាល្អប្រហែលយើងមានកូននឹងធ្លាប់គោរពឪពុកម្ដាយល្អណាស់ស្រាប់តែខ្មោចចូលដល់ខ្មោចចូលទៅនិយាយអត់ដឹងអីយើងខឹងទេខឹងកូននឹងទេអត់ទេមានតែអាណិតរកគ្រូឆាប់ដោះវាឲ្យចេញទៅពីព្រោះដឹងថាពាក្យសម្ដីដែលវាជេរយើងនេះមិនមែនពាក្យរបស់វាទេគឺជាពាក្យខ្មោចចូលមែនទេហ្នឹងហើយយ៉ាងណាមិញមនុស្សដែលធ្វើអាក្រក់ទាំងឡាយគឺខ្មោចកិលេសវាចូលតាអញ្ចឹងមានតែរកវិធីសាស្ត្រយ៉ាងណាសម្ដែងយ៉ាងណាឲ្យមនុស្សនោះចម្រើនកុសលហើយកំចាត់បងអកុសលចេញពីចិត្តសន្តានទៅវាជាការចប់សពគ្រប់ហើយហ្នឹងហើយមនុស្សតែងតែអញ្ចឹងមិនលះបង់ចរិតក្មេងនៅក្នុងអរិយវិន័យនេះមនុស្សចូលចិត្តប្រកាន់ច្រើនចូលចិត្តសបាយច្រើនគឺជាក្មេងនៅក្នុងអរិយវិន័យអត់ចាស់ទេអញ្ចឹងបានជាពេលមួយព្រះអានន្ទពេលដែលព្រះអង្គទៅតែបរិនិព្វានបានប្រមាណ2ខែខ្ទង់ប៉ុណ្្នឹងឯងដែលកាលនោះភិក្ខុទាំងឡាយតែងតែដើរតាមព្រះអានន្ទពីព្រោះនៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅតែងតែឃើញព្រះអានន្ទដើរជាមួយព្រះសម្មាសម្ពុទ្ធដល់តែព្រះអង្គបរិនិព្វានទៅភិក្ខុទាំងឡាយនឹងខ្លាចបាត់ព្រះអានន្ទទៀតអញ្ចឹងដើរតាមព្រះអានន្ទណាគិតថាព្រះអានន្ទសំខាន់ណាស់ដើរអ៊ូអែទៅយំតែតាមព្រះអានន្ទហ្នឹងហើយព្រះអានន្ទដល់គេដើរតាមច្រើនទៅអាឡ័យតាមលំអុយតំឯជាមួយគ្នាភ្លេចប្រព្រឹត្តធម៌ព្រះមហាកាសបៈមានធេរដីកាថាព្រះអានន្ទកូនក្មេងហើយកាលនោះព្រះអានន្ទអាយុ80ឆ្នាំហើយព្រះអានន្ទដំណើរព្រះសម្មាសម្ពុទ្ធលោករស់នៅបន្តពីព្រះអង្គបរិនិព្វានមក40ឆ្នាំទៀតបានបរិនិព្វានក្នុងកាលនោះព្រះអានន្ទមានអាយុ80ឆ្នាំប៉ុន្តែព្រះកាសបៈថាអានន្ទកូនក្មេងសុទ្ធហើយលោកជាសោតាផងណាបានព្រះអានន្ទលោកមានធេរដីកាថាលោកម្ចាស់តើសម្គាល់ហេតុយ៉ាងណាថាខ្ញុំកណាកូនក្មេងខ្ញុំកណាស្កូវមួយហើយណាដោះស្កូវពេញក្បាលហើយកូនក្មេងហ្នឹងគឺក្មេងនៅក្នុងអរិយវិន័យការងារសំខាន់មិនព្រមធ្វើនៅអ៊ូអែអីជាមួយលោកផ្សេងនោះឃើញទេឲ្យតែគិតខុសឲ្យតែគិតមិនជាប្រយោជន៍ឲ្យតែគិតរបៀបអន់ចិត្តរបៀបតូចចិត្តដឺតដក់គឺកូនក្មេងទាំងអស់ណាខឹងច្រើនគំនុំគុំគួនច្រើនប៉ុន្តែកាលនោះព្រះអានន្ទមិនបានទៅខឹងគុំគួនលោកគ្រាន់តែស្ដាយព្រះសម្មាសម្ពុទ្ធកើតតោមនោះអត់បានប្រព្រឹត្តធម៌អត់បានធ្វើអីគឺជាកូនក្មេងហើយនឹងចឹងយល់ទេហើយញាតិញោមនៅកូនក្មេងអត់មុខដូចសកូនក្មេងឡើយទេនេះអាត្មាជេរមួយម៉ាត់មកបំរត់បាត់លើហ្នឹងងัวដូចកូនក្មេងអញ្ចឹងហ្នឹងអញ្ចឹងឯងញាតិញោមទៅវត្តនឹងមិនព្រមចាស់សោះយូរទៅវត្តនេះទៅខឹងចាតិកាមករត់មករអាត្មាទៅនិយាយដើមចាតិកានោះប្រាប់អាត្មាហ្នឹងញោមនេះកូនក្មេងសុទ្ធស្មានអាត្មាអជាមួយហ្នឹង
ពួកអាត្មាដឹងថាណាឲ្យតរត់បែកពីណាមករកអាត្មាហើយនិយាយដើមគេប្រាប់អាត្មាថាមិនយូរទេថ្ងៃណារត់ពីអាត្មាទៅនិយាយដើមអាត្មាប្រាប់គេទៀតហើយពួកគាត់នោះកូនក្មេងឡើយដូចតែគ្នាមែនទេកុំអនៅពេលដែលនរណាម្នាក់រត់ពីនរណាម្នាក់មករកយើងហើយនិយាយដើមមកខាងទៀតកុំអឲ្យសោះឲ្យដឹងថាមុខហ្នឹងថ្ងៃក្រោយតែហ៊ានស្និទ្ធទៅនិយាយដើមព្រះអង្គឯងទៀតឥឡូវហើយឲ្យដឹងខ្លួនចេះផងដូចមានម្នាក់នោះបែរអាត្មាមិនហ៊ានស្និទ្ធស្នាលនឹងគាត់ទៀតដឹងមិនទេគាត់ជួបអាត្មាហើយគាត់ជាអាចារ្យផងគាត់និយាយដើមលោកវត្តនេះ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 និយាយដើមគេអស់និយាយដើមប្រពន្ធខ្លួនឯងទៀតហើយនិយាយស្អីស្អីណាណៃអាមិនចង់ដឹងក៏ដឹងដែរបានអាត្មាភ័យខ្លួនមិនអទេណាហើយគាត់សរសើរយើងអាពេលនិយាយដើមគេគាត់សរសើរយើងកុំអអីសោះនឹះនេះថ្ងៃណាយើងមិនធ្វើឲ្យគាត់ពេញចិត្តពិតជាទៅនិយាយដើមយើងហើយចាំមកហើយទៅយល់ទេហើយបើញាតិញោមណាមកនៅចិត្តយើងមិនសូវនិយាយដើមគេមិនសូវពេបជ្រាយឲ្យគេគាត់នៅស្ងៀមស្ងៀមនៅធ្វើតែល្អមនុស្សហ្នឹងក៏អត់សូវចេះនិយាយដើមយើងទេពីព្រោះសម្គាល់មើលអញ្ចឹងថាសម្គាល់យ៉ាងម៉េចថាមនុស្សមិនសូវចេះនិយាយដើមគេគឺគាត់នៅចិត្តយើងគាត់មិនដែលបោបាច់នរណាប្រាប់យើងគាត់មិនដែលអួតថាគាត់ល្អជាងគេគាត់មិនដែលថានរណាអាក្រក់ជាងគាត់គិតតែធ្វើសេចក្តីល្អជឿទៅថានរនឹងមិនសូវនិយាយដើមយើងទេក៏ប៉ុន្តែបើនរណាមកនៅចិត្តយើងបោបាច់ពីសេចក្តីអាក្រក់នេះនិយាយលោកដើមឯនោះមិនល្អទេលោកគ្រូបានល្អប្រងខ្លួនទៅហើយទៅតាន់តិចញោមនឹងទៅនិយាយដើមយើងហើយចាំមើលថ្ងៃក្រោយព្រះអង្គខ្លាចជាគ្រូធំអីចំណាំមើលមុខថានរណាមកចិត្តយើងនិយាយដើមវត្តនោះមកប្រាប់យើងនិយាយដើមដូចថាលោកគ្រូនោះវិញចេះមកប្រាប់យើងថាកុំភ្លេចថ្ងៃក្រោយតទាស់ចិត្តមួយយើងនិយាយដើមយើងប្រាប់គេ